ទោះបីជាខ្ញុំចំណាយលុយអស់រាប់ពាន់ដុល្លារប៉ុន្តែខ្ញុំនឹងចែកជូនជាមួយបងប្អូនដែលឥតគិតថ្លៃសម្រាប់អ្នកដែលគាត់ចង់រៀបចំឯកសារខ្លួនឯងដើម្បីតយក green card 10 ឆ្នាំណាហើយអត់ចង់ជួលមេធាវីទេហើយសម្រាប់អ្នកដែលគាត់ចង់រៀបចំឯកសារខ្លួនឯងអាចយកវីដេអូហ្នឹងទៅមើលហើយរៀបចំតាមអីដែលខ្ញុំមាននៅក្នុងហ្នឹងទៅខ្ញុំនឹងបង្ហាញជាឧទាហរណ៍មួយថាឯកសារយើងត្រូវមានអីខ្លះអញ្ចឹងណាអីដែលមានហ្នឹងគឺតាក់ទងជាមួយនឹងតម្លៃ application គេនឹងតម្លៃ application 750ដុល្លារនៅក្នុងហ្នឹងអាគេហៅ form I 751អញ្ចឹងណានៅក្នុងហ្នឹងគឺយើងត្រូវពេញអាហ្នឹងហើយដាក់ទៅគឺមាន green card ខាងមុខហើយនិងខាងក្រោយចឹងយើងដាក់ឯកសារកាន់តែច្រើនកាន់តែល្អចឹងយើងត្រូវមានអា support letter ហ្នឹងឲ្យអ្នកផ្សេងគាត់ជួយទៅសេមានន័យថាដូចជាសាក់សីគេទទួលស្គាល់ដឹងឮថាយើងហ្នឹងបានស្រឡាញ់គ្នាមែនហើយយើងនៅតែបន្តស្រឡាញ់គ្នាអីចឹងទៅអត់មានបញ្ហាអីទេអីចឹងណាអានឹងរបៀបអញ្ចឹងហើយបន្តទៅទៀតហ្នឹងគឺជាមួយនឹងតាក់ពន្ធដែលយើងធ្វើចូលគ្នាជាមួយគ្រួសារយើងត្រូវដាក់នៅក្នុងនឹងដែរថាឯកសារយើងដូចថាមួយឆ្នាំចុងក្រោយនឹងអីអញ្ចឹងណាយើងអាចដាក់បានឧទាហរណ៍យើងជួល apartment ឬក៏ជួលផ្ទះអញ្ចឹងយើងមានគេហៅ lease យើងមានកិច្ចសន្យាជាមួយនឹងម្ចាស់ផ្ទះអីអញ្ចឹងមានឈ្មោះយើងអីអញ្ចឹងទាំងពីរនាក់និយាយទៅព្យាយាមដាក់ឯកសារណាដែលវាទាំងពីរនាក់អញ្ចឹងទៅពេលដែលយើងការជាមួយគ្នាហ្នឹងគឺយើងពិតជាធ្វើរឿងអីផ្សេងរួមគ្នាមែនមិនត្រឹមតែថាការនៅជាមួយគ្នាទេប៉ុន្តែទ្រព្យសម្បត្តិឬក៏ការធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុអីផ្សេងការចំណាយលុយបង់អីផ្សេងហ្នឹងក៏យើងមានភារកិច្ចទាំងពីរនាក់នៅក្នុងការធ្វើរឿងទាំងអស់ហ្នឹងដែរហើយមួយទៀតគឺអាចនិយាយបានថាគណនេយ្យរួមគ្នាហ្នឹងអ្នកខ្លះគាត់មានតាំងពី green card 2 ឆ្នាំហើយប៉ុន្តែអានេះដូចថាចង់បញ្ជាក់អញ្ចឹងណាគណនេយ្យដែលមានឈ្មោះយើងតាំងពីនេះអីចឹងទៅយើងមានកដាស់មកពីធនាគារយើងបង្ហាញបញ្ជាក់អញ្ចឹងទៅហើយបើសិនជាយើងបងមលុះអីរួមគ្នាបងមលុះដូចជាខាងខ្ញុំគឺយើងបងមលុះឡានរួមគ្នាអញ្ចឹងយើងដាក់ឯកសារបញ្ជាក់បងមលុះឡាននឹងផងដែរបើសិនជាយើងធ្លាប់ធ្វើដំណើរដើរលេងជាក្រុមគ្រួសារអីជាមួយគ្រួសារយើងជាមួយម្ដាយជាមួយខាងសាច់ថ្លៃអីអញ្ចឹងយើងអាចព្រីនឯកសារទាំងអស់នឹងដូចជាសម្បត្តិយន្តហោះឬក៏អាចដូចខ្ញុំពេលខ្ញុំទៅហ្នឹងខ្ញុំបង្កើតជាការវិភាគដើរលេងហ្មងការវិភាគដើរលេងតាណាអញ្ចឹងថ្ងៃ3សប្តាហ៍ជាប់គ្នាអញ្ចឹងខ្ញុំព្រីនអានឹងយកទៅដែរតាមពិតអានឹងវាបើសិនជាយើងមានក៏យើងដាក់ទៅប៉ុន្តែវាមិនចាំបាច់ប្រហែលទេតែបើសិនជាយើងជ្រុលថាយើងធ្លាប់បង្កើតវាហើយក៏យើងដាក់ទៅអញ្ចឹងណាអញ្ចឹងអានេះគឺជាអីដែលត្រួសហើយមួយទៀតអីដែលសំខាន់គឺរូបថតជាមួយខ្ញុំនឹងបង្ហាញជូនជិះវៀងកុំឲ្យមានការសម្ភាសហើយខ្ញុំក៏អត់ដឹងដែរព្រោះការដែលគេហៅយើងឬមិនហៅហ្នឹងការដែលដាក់ green card 10 ឆ្នាំហ្នឹងគឺត្រូវការពេលយូរមែនតើដើម្បីឲ្យគេហៅយើងឬក៏មិនហៅអញ្ចឹងណាអាចថា1 ឆ្នាំឬ 2 ឆ្នាំអញ្ចឹងទៅអញ្ចឹងខ្ញុំក៏អត់ទាន់ដឹងថាយើងជាប់ឬក៏អត់ទេប៉ុន្តែអានេះគឺជាអីដែលមេធាវីប្រាប់មេដែលយើងចង់បញ្ចប់ចូលនៅក្នុងហ្នឹងគឺលក្ខណៈដូចកាតឬក៏លិខិតអញ្ជើញអីមួយដែលមានឈ្មោះយើងហើយនឹងប្តីយើងអញ្ចឹងផ្សេងទៀតខ្ញុំអត់សូវដាក់ឈ្មោះទាំងពីរទេគេដាក់តែឈ្មោះមួយប៉ុន្តែសំណាងអីការដែលពេលប្អូនខ្ញុំការគឺយើងមិនដាក់ឈ្មោះទាំងពីរនាក់អញ្ចឹងអានេះគឺជាធៀបការដែលប្អូនអញ្ជើញអញ្ចឹងណាដែលប្អូនខ្ញុំអញ្ជើញខ្ញុំហើយនឹងប្តីទៅចូលរួមពិធីអាពាហ៍ពិពាហ៍នៅស្រុកខ្មែរអញ្ចឹងទៅអញ្ចឹងយើងក៏ពីអានឹងដាក់ចូលផ្សេងទៀតហ្នឹងគឺយើងកុំបោះចោលតាក់ទងជាមួយនឹងកាតដែលយើងទៅសេឲ្យគ្នាហ្នឹងកាតអីផ្សេងដូចថា birthday card ឬក៏ anniversary ឬក៏អីលក្ខណៈពិសេសដែលប្តីប្រពន្ធទៅសេឲ្យហ្នឹងគឺយើងទុកអាហ្នឹងទៅដូចអានេះអីវិញគឺតាក់ទងជាមួយនឹង birthday ទៅយើង copy ឲ្យគេទុកជាភស្តុតាងថាអំឡុងពេល1 ឆ្នាំ 2 ឆ្នាំហ្នឹងគឺយើងពិតជាមានសកម្មភាពស្នេហាទាំងអស់ហ្នឹងមែនពួកអីវាមិនមែនថាយើងកែហើយទេគេនៅតែមើលអញ្ចឹងគេនៅតែបន្តសើបអង្កេតអញ្ចឹងណាចឹងអានេះហើយអានេះដូចជារូបថតអីចឹងទៅរូបថតហ្នឹងគឺយើងដាក់រូបណាដែលយើងអត់បានដាក់នៅក្នុង green card 2 ឆ្នាំមុនពេលដែលយើងធ្វើឯកសារទាំងអស់ហ្នឹងលើកមុនហ្នឹងយើងដាក់ណាដែលថ្មីបន្ទាប់ដែលថ្មីអំឡុងពេល2 ឆ្នាំមុនហ្នឹងអញ្ចឹងណាចឹងរូបថតអានេះរូបថតទាំងអស់ដែលបានបង្ហាញពីសកម្មភាពរួមគ្នាប្តីប្រពន្ធហើយរូបថតនេះក៏ស្អាតខ្លាំងដែរការដែលយើងការនៅស្រុកខ្មែរតែងខ្លួនតែងក្រានហើយនេះរូបថតជាលក្ខណៈគ្រួសារនិយាយទៅអីដែលសំខាន់គឺរូបបង្ហាញពីសម្ព័ន្ធភាពគ្រួសារយើងហើយអំឡុងពេល2 ឆ្នាំដែលយើងការហើយអានេះ birthday នៅស្រុកខ្មែរ
hay mình hụt chọn tiền vậy tôi hụt nó bao giờ pin đọc thèm đọc hụt hay thế á bờ sân chị nè tầng ở khi mình chụp ngõ lấy ảnh tại tông mà bàn là tại bờ sân chị nè tầng ở khi mình tụm nục chất mình pe đầm bay thua ca tam đan thua clone anh tới hay ảnh đi cứ chị ấy đại dương thật đạt từ chẳng á nâng anh po mình cứ mình phân nâng đầm bay chạy lấy hay bờ sân chị mình chụp ngõ lấy ảnh comment khang cào bàn hay nhom đầm chơi diêm chlai tam ấy để nhom đằng chẳng á ởคุณจะนั่นจะแบบเรีย